ហាម៉ាក់មានរឿងអ្វីគិតទៅខ្ញុំត្រូវបានគេទុកចោលនៅលើផ្លូវ highway ចេញយ៉ាងមិនបានរងចាំខ្ញុំទេម៉ាក់ខ្ញុំនឹងទូរស័ព្ទទៅចេញយ៉ាងឥឡូវនេះហើយសូមឲ្យគាត់រកកន្លែងអង្គុយចុះចេញយ៉ាងហេតុអ្វីបានជាម៉ាក់ទុកម៉ាក់ខ្ញុំឲ្យនៅម្នាក់ឯងនៅតំបន់សេវាកម្មម៉ាក់របស់អ្នកកំពុងអង្គុយក្នុងបង្គន់អស់រយៈពេលកន្លះម៉ោងគាត់ចង់មើលការបាញ់កាំជ្រួចប៉ុន្តែគាត់ចិត្តយឺតហើយយ៉ាងណាក៏ដោយគាត់អាចអានបានគាត់អាចជិះឡានក្រុងទៅកាន់តំបន់ទេសភាពដើម្បីជួបគាត់ម៉ាក់ស្ដាប់ម៉ាក់ទៅមកខាងផ្លូវឥឡូវនេះឲ្យឆ្ងាយពីឡានម៉ាក់នឹងនៅទីនោះដើម្បីទៅយកម៉ាក់ក្នុងរយៈពេល1ម៉ោងកន្លះយ៉ាងច្រើនបំផុតរងចាំម៉ាក់យល់ព្រមយំសោកស៊ីវកុំប្រញាប់ប្រញោលប្រយ័ត្នឡានម៉ាក់របស់អ្នកទូរស័ព្ទមកប្រាប់ថាអ្នកនឹងមកយកគាត់ប្រញាប់ឡើងការបាញ់កាំជ្រួចចិត្តចាប់ផ្ដើមហើយចេញយ៉ាងអ្នកបានទុកម៉ាក់ខ្ញុំឲ្យនៅម្នាក់ឯងនៅតំបន់សេវាកម្មផ្លូវ highway ហើយឥឡូវនេះអ្នកហ៊ានប្រញាប់ប្រញាល់មករកខ្ញុំមែនទេគុំនិយាយមិនសមហេតុសមផលអីតើខ្ញុំមិនបានប្រាប់គាត់ឲ្យមកដោយខ្លួនឯងទេគាត់រំខានខ្លាំងណាស់គាត់ខ្ជិះខ្ជីពេលវេលាពីម៉ាក់អ្នកកាន់តែអន្ទះសារមែនទេចេញយ៉ាងគឺជាម៉ាក់ខ្ញុំម្ដាយក្មេករបស់អ្នកប្រញាប់ឡើងអ្នកដែលមកទទួលអ្នកគួរតែបើកបំយ៉ាងលឿនខ្ញុំបានផ្ញើអាសយដ្ឋានសន្តាគារទៅអ្នកហើយកុំឲ្យគ្រួសារទាំងមូលរងចាំតើអ្នកណាជាគ្រួសាររបស់អ្នកសុំសៀងតើអ្នកឈ្គួតទេវាជារឿងលេងសើចទេប្រសិនបើអ្នកមិនចង់មកចេញយ៉ាងប្រសិនបើមានអ្វីកើតឡើងចំពោះម៉ាក់ខ្ញុំនឹងធ្វើឲ្យអ្នកចំណាយប្រាក់យ៉ាងច្រើនម៉ាក់សៀវម៉ាក់ចូលយើងចូលទៅក្នុងឡានជាមុនសិនយោពមម៉ាក់ឲ្យម៉ាក់សុំទោសម៉ាក់មិនគួរឲ្យគាត់នាំកូនចេញមកក្រៅទេវាមិនមែនជាកំហុសរបស់ម៉ាក់ទេវាជាកំហុសរបស់ម៉ាក់ដែលរារាំងពួកគេមិនឲ្យមើលកម្មជួយកុំបារម្ភអំពីការឆ្លោះប្រកែកជាមួយឆេនយ៉េងគ្រាន់តែទ្រាំទៅរឿងនេះមិនអាចបញ្ចប់បែបនេះបានទេពួកគេត្រូវតែទទួលទោសចំពោះអ្វីដែលបានកើតឡើងនៅថ្ងៃនេះគិតអំពីវារងចាំបន្តិចកុំឆ្លោះជាមួយឆេនយ៉េងតើយើងអាចនិយាយរឿងនេះដោយស្ងប់ស្ងាត់បានទេម៉ាក់ខ្ញុំយល់ហើយហាទីបំផុតម៉ាក់បានមកដល់ហើយម៉ាក់យឺតយូរហើយផ្កានិងបន្លែកំពុងត្រជាក់ហេតុអ្វីបានជាម៉ាក់យឺតម្លេះកម្មជ្រួចចិត្តចប់ហើយម៉ាក់រងចាំម៉ាក់យូរហើយសំឡេងបន្តចេញយ៉ាងម៉ាក់ទុកម៉ាក់ឲ្យនៅម្នាក់ឯងនៅក្នុងតំបន់សេវាកម្មផ្លូវ highway ហើយឥឡូវនេះម៉ាក់កំពុងត្អូញត្អែថាយើងយឺតមែនទេសិនឆេងតើអ្នកនឹងជប់ទេចេញយ៉ាងក្នុងក្រសែភ្នែករបស់អ្នកការទុកមនុស្សចាស់ឲ្យនៅម្នាក់ឯងនៅកន្លែងដែលមិនស្គាល់អស់រយៈពេលជាច្រើនម៉ោងគឺគ្មានអ្វីទេតើអ្នកបាត់បង់សតិសម្បជញ្ញៈរបស់អ្នកហើយឬនៅតើអ្នកអាចនិយាយបែបនេះដោយរបៀបណាសៀវយ៉ាងនេះមិនមែនសម្រាប់តែកម្មវិធីបាញ់កាំជ្រួចរបស់ខ្ញុំទេវាជាពេលវេលាតែមួយគត់ក្នុងមួយឆ្នាំដើម្បីទទួលបានកន្លែងល្អបំផុតហើយប្រសិនបើអ្នកយឺតវានឹងបាត់ទៅហើយម៉ាក់របស់អ្នកបានប៉ះកែងជើងរបស់គាត់ដោយខ្លួនឯងតើគាត់អាចស្ដីបន្ទោសអ្នកណាអ្វីយើងគូពិតប្រាកដណាស់អង្គុយលើបង្គន់រយៈពេលកន្លះម៉ោងអ្នកណាដឹងថាវាជាចិត្តនីលអត់ខ្ញុំគិតថាគាត់មិនចង់ឲ្យយើងមានពេលវេលាល្អនោះទេចេញយ៉ាងសុំទោសម៉ាក់ឥឡូវនេះសុំទោសចំពោះអ្វីតើខ្ញុំនិយាយខុសអ្វីមិនអីទេសៀវយ៉ាងតើមានការឆ្លោះប្រកែកគ្នាអ្វីនៅថ្ងៃដ៏ល្អបែបនេះឪពុកម្ដាយក្មេកជាទីស្រឡាញ់របស់ខ្ញុំគុំយកវាទៅគិតច្រើនពេកសៀវយ៉ាងគ្រាន់តែអន្ទះសារប៉ុន្តែគាត់មិនបានភ្លេចអ្នកទេគាត់ថែមទាំងបានយកវត្ថុអនុស្សាវរីយ៍មកឲ្យអ្នកទៀតផងសៀវយ៉ាងទូចថាម៉ាក់មើលទៅស្អាតជាងពេលពាក់មាសហើយគាត់បានអូសខ្ញុំទៅហាងលក់គ្រឿងអលង្ការដើម្បីទិញខ្សែនេះរាប់ម៉ឺនយន្តខ្ញុំបានប្រាប់គាត់ថាខ្ញុំមិនចង់បានវាទេក្មេងនេះគ្រាន់តែខ្ជិះខ្ជីលុយដោយទូចថាខ្ញុំត្រូវតែសប្បាយចិត្តសម្រាប់ពីវាជាចេញយ៉ាងអំណោយនេះពិតជាត្រូវបានជ្រើសរើសយ៉ាងល្អវាមិនល្អឥតខ្ចោះទេវាគួរតែត្រូវបានធ្វើជាយូរមកហើយម៉ាក់ចូលយើងត្រឡប់ទៅបន្ទប់របស់យើងវិញហើយសម្រាប់អ្នកអាចទៅមើលកម្មជ្រួចដោយខ្លួនឯងបានប្រពន្ធរបស់អ្នកពិតជាគួរឲ្យអស់សំណើចណាស់គិតអំពីវាតាមពិតទៅអំណោយមួយគឺគ្រប់គ្រាន់ហើយកុំខឹងចេញយ៉ាងចំពោះរឿងនេះម៉ាក់នេះមិនល្អគ្រប់គ្រាន់សម្រាប់អ្នកទេអ្នកសមនឹងទទួលបានអ្វីដែលល្អជាងប៉ុន្តែកុំនិយាយអំពីពួកគេទៀតទេម៉ាក់ប្រាប់ខ្ញុំផងតើអ្នកចង់ទៅណាជាងគេឆ្នេរឬទៅមើលភ្នំនិងទន្លេក្មេងនេះបានចំណាយប្រាក់ច្រើនរួចទៅហើយលើដំណើរកម្សាន្តនេះយើងមិនអាចឲ្យគាត់ខ្ជិះខ្ជីលុយទៅកន្លែងផ្សេងបានទេវាខ្ជិះខ្ជីពេកហើយកុំបារម្ភពីលុយកាក់អីកូនស្រីរបស់អ្នកមានផ្ទះឡានការងារនិងប្រាក់សន្សំខ្លះនាងអាចមានលទ្ធភាពចិញ្ចឹមអ្នកបានក្រៅពីនេះដូច្នេះប្រាប់ខ្ញុំផងតើអ្នកចង់ទៅឬអត់ខ្ញុំធ្លាប់បានឃើញខ្សាច់នៅលើឆ្នេរតាមទូរទស្សន៍ពីមុនមកវាល្អណាស់ប៉ុន្តែខ្ញុំមិនដែលឃើញវាផ្ទាល់ទេយល់ព្រមតោះទៅឆ្នេរខ្ញុំនឹងកក់សម្បត្តិទៅលើនេះកំពុងគិតអំពីវាលឿនណាស់ម៉ាក់អ្នកអាចគេងយូរបន្តិចទៀតខ្ញុំមានកិច្ចការមួយចំនួនដែលត្រូវធ្វើខ្ញុំនឹងត្រឡប់មកវិញភ្លាមសួស្ដីតើអ្នកអាចបើកឡានទៅកន្លែងដែលខ្ញុំបានកក់ទុកបានទេយល់ព្រមចៅហ្វាយនេះជាឡានដែលឪពុកម្ដាយខ្ញុំបានទិញឲ្យខ្ញុំភ្លាមមុនពេលយើងរៀបការកំពុងគិតអំពីវានេះជាឡានដែលឪពុករបស់អ្នកនិងខ្ញុំបានទិញឲ្យអ្នកវានឹងងាយស្រួលសម្រាប់អ្នកក្នុងការចេញទៅក្រៅនាពេលអនាគតអរគុណម៉ាក់ក្រោយមកខ្ញុំបានទិញឡានថ្មីមួយហើយឆេនយ៉ាងភាគច្រើនបើកបរឡានចាស់គាត់បើកបរវាដោយមិនខ្វល់ខ្វាយអ្វីទាំងអស់ប្រហែលជាភ្លេចយូរហើយថាឡាននោះជារបស់អ្នកណាបងប្រុសទីខ្ញុំឈ្មោះសាន់ឆេងខ្ញុំកំពុងលក់ឡានដែលខ្ញុំបាននិយាយពីមុនតម្លៃអាចទាបជាងអ្វីដែលយើងបានព្រមព្រៀងគ្នាប៉ុន្តែខ្ញុំចង់ឲ្យវារួចរាល់ភ្លាមដោយបង់ប្រាក់ពេញលេញឡានស្ថិតនៅក្នុងចំណតរថយន្តតំបន់ទេសភាពយល់ព្រមអ្នកនាងសង់ខ្ញុំកំពុងមកឥឡូវនេះយល់ព្រមអ្នកនាងសង់ខ្ញុំនៅទីនេះដើម្បីយកឡានបងប្រុសទីយកឡានមកដល់ហើយគ្មានបញ្ហាទេខ្ញុំនឹងផ្ទេរប្រាក់ទៅអ្នកនៅទីនេះអរគុណអ្នកនាងទីជំរាបសួរអ្នកនាងតើអ្នកត្រូវការអ្វីជំរាបសួរខ្ញុំត្រូវការកន្លែងពីរសម្រាប់វិស្មកាលកោះដំណើរកម្សាន្តដ៏ស្រួលមួយដែលនឹងចេញដំណើរនៅថ្ងៃនេះបាត់ចាស់យើងមានកញ្ចប់ទូកកម្សាន្តប្រណីតដែលនឹងចេញដំណើរនៅថ្ងៃនេះដែលជាដំណើរកម្សាន្តដ៏ស្រួលមួយសូមពន្លឿនដំណើរការតម្លៃមិនមែនជាបញ្ហាទេយល់ព្រមអ្នកនាងសូមធ្វើដំណើរដ៏រីករាយអរគុណគិតអំពីវាអ្នកត្រឡប់មកវិញហើយម៉ាក់វិចខ្ចប់របស់អ្នកយើងនឹងចាក់ចេញទៅណាតើយើងមិនរងចាំឈាននាងនិងអ្នកផ្សេងទៀតទេយើងមិនរងចាំទេខ្ញុំនឹងនាំអ្នកទៅកន្លែងដ៏ស្រស់ស្អាតជាងដើម្បីសម្រាប់មានតែយើងពីរអ្នកប៉ុណ្ណោះសុនសៀងតើអ្នកយកឡានខ្ញុំទៅណាយើងនឹងទៅកន្លែងតាក់ទាញមួយផ្សេងទៀតនៅពេលក្រោយប្រញាប់ឡើង
ខ្ញុំមិនបានបើកបរវាទេខ្ញុំបានលក់វាហើយឬតើអ្នកនិយាយអ្វីនោះជាឡានរបស់ខ្ញុំតើអ្នកមានសិទ្ធិអ្វីមកលក់វាឡានរបស់អ្នកត្រូវបានបង់ពេញមុនពេលរៀបការហើយត្រូវបានចុះបញ្ជីក្នុងនាមខ្ញុំវាមិនមានអ្វីពាក់ព័ន្ធនឹងអ្នកទេទ្រព្យសម្បត្តិមុនរៀបការរបស់ខ្ញុំមិនតម្រូវឲ្យមានការយល់ព្រមពីអ្នកទេក្រៅពីនេះខ្ញុំបាននាំម្ដាយរបស់ខ្ញុំទៅកោះមួយអ្នកទាំងពីរទទួលខុសត្រូវចំពោះការរៀបចំការធ្វើដំណើរផ្ទាល់ខ្លួនរបស់អ្នកគិតអំពីវាតើអ្នកពិតជាសុខសប្បាយជាទេចិនយ៉ាងពិតជានឹងមករកអ្នកគាត់ជាមនុស្សតូចតាចម្នាក់ហើយមិនទុកឲ្យរឿងនេះកន្លងផុតទៅដោយញីនោះទេខ្ញុំនៅទីនេះកុំខ្លាចអីអ្វីដែលត្រូវប្រឈមមុខនៅទីបំផុតត្រូវតែប្រឈមមុខស៊ុនសៀងអ្នកឈប់នៅទីនោះលូកឡានហើយរត់គេខ្លួនតើអ្នកគោរពខ្ញុំជាស្វាមីរបស់អ្នកទេអ្នកជាមនុស្សអាក្រក់គ្មានបេះដូងរត់គេខ្លួនជាមួយលុយហើយហ៊ាននាំម្ដាយរបស់អ្នកទៅដាក់លេងប្រគល់សឡានហើយត្រឡប់មកជាមួយយើងឥឡូវនេះបើមិនដូច្នោះទេខ្ញុំនឹងទៅក្រុមហ៊ុនរបស់អ្នកដើម្បីបង្កើតបញ្ហាឬរងចាំម្ដាយខ្ញុំត្រូវគេបោះចោលម្ដងទៀតឡាននោះក៏ជាទ្រព្យសម្បត្តិរួមដែរលក់អ្វីដែលអ្នកនិយាយតែយើងត្រឡប់មកវិញដោយរបៀបណាអ្នកអាចអានបានគ្រាន់តែអានផ្លាកសញ្ញាហើយជិះឡានក្រុងត្រឡប់មកវិញតើអ្នកហ៊ាននិយាយជាមួយខ្ញុំបែបនោះដោយរបៀបណាតើអ្នកធ្លាប់គិតអំពីរឿងនោះដែរឬទេឬលោកសែកមាសជុំវិញរបស់អ្នកសម្បត្តិឡានក្រុងពីសញ្ញាគួរតែគ្រប់គ្រាន់ហើយនៅក្នុងសុបិនរបស់អ្នកកូនប្រុសរបស់ខ្ញុំបានទិញវាឲ្យខ្ញុំតើអ្នករៀបការដើម្បីអ្វីវាបានបង្ហាញថាម្ដាយក្មេកត្រូវបានគេបោះចូលទៅក្នុងតំបន់សេវាកម្មបុរសម្នាក់នេះអាក្រក់ពេកហើយសូមទោសដែលជួបជាមួយប្រពន្ធខ្ញុំម្ដាយក្មេកនេះមិនល្អទេវាមើលទៅអស្ចារ្យបែបនោះវាមិនសមហេតុផលទេកូនប្រសារស្រីរបស់ខ្ញុំលូកឡានដើម្បីលុយហើយបង្ខំខ្ញុំឲ្យលោកសែកខ្ញុំត្រូវរត់គេខ្លួនហើយឆ្លុះជាមួយម្ដាយក្មេករបស់ខ្ញុំគាត់ធ្លាប់លេងវិញរបស់រេខ្ញុំខំប្រឹងចិញ្ចឹមកូនប្រុសរបស់ខ្ញុំគាត់បានរៀបការជាមួយប្រពន្ធហើយភ្លេចម្ដាយរបស់គាត់សិនថេងមើលដែលអ្នកធ្វើឲ្យម្ដាយខ្ញុំខឹងខ្លាំងម្ល៉េះគឺខ្ញុំនឹងទូរស័ព្ទទៅប៉ូលីសឥឡូវនេះចេញយ៉ាងខ្ញុំមិនឲ្យអ្នកមួយកាក់ទេខ្ញុំធុញទ្រាន់នឹងរឿងទាំងនេះណាស់តោះលេងលេះគ្នាស៊ុនសៀងដែលលេងលេះគ្នាហើយតើអ្នកឈួតនឹងអ្វីអ្នកចង់លេងលេះខ្ញុំដោយសាររឿងតូចតាចនេះទេអ្នកទំនង3ឆ្នាំរបស់យើងនឹងត្រូវបែកបាក់ប្រសិនបើអ្នកនិយាយដូចនេះស្នេហា3ឆ្នាំពេលអ្នកទុកម្ដាយខ្ញុំនៅក្នុងតំបន់សេវាកម្មវាខូចហើយបន្ទាប់ពីអ្នកថែរក្សាម្ដាយរបស់អ្នកពេលខ្ញុំធ្វើឲ្យម្ដាយខ្ញុំអាម៉ាស់មុខដោយសិទ្ធិសក់ខូចតម្លៃ$10តើដូច្នោះទេគ្មានអ្វីចម្លែកទេដែលពួកគេបានលេងលេះគ្នាមេធាវីរបស់ខ្ញុំនឹងពិភាក្សាព័ត៌មានលម្អិតជាមួយអ្នករួចរាល់ហើយអ្នកចង់លេងលេះខ្ញុំយូរមកហើយវាគឺជាអ្នកដែលបានជំរុញខ្ញុំឲ្យធ្វើបែបនេះមួយជំហានម្ដងស៊ុនសៀងគុំស្ដាយក្រោយអីខ្ញុំនឹងមិនយល់ព្រមលេងលេះទេអ្នកមិនអាចបោះបង់ចោលខ្ញុំបែបនេះទេខ្ញុំនឹងទៅក្រុមហ៊ុនរបស់អ្នកដើម្បីបង្កើតបញ្ហាទៅផ្ទះរបស់អ្នកកុំរំខានសណ្ដាប់ធ្នាប់សាធារណៈលេងខ្ញុំនេះជារឿងគ្រួសាររបស់យើងកិច្ចការគ្រួសារមិនអាចបង្កបញ្ហានៅអាកាសយានដ្ឋានបានទេប្រសិនបើអ្នកបង្កបញ្ហាបន្ថែមទៀតយើងនឹងទូរស័ព្ទទៅប៉ូលីសចំណាយពេលមួយសប្តាហ៍នៅលើកោះស្នាមញឹមដែលបាត់បង់ជាយូរមកហើយបានលេចឡើងបន្តិចម្ដងនៅលើមុខម្ដាយរបស់ខ្ញុំចិញ្ចាំដោយទន្សាយលាតសន្ធឹងស្នាមជ្រួញនៅជ្រុងភ្នែកពោពេញដោយភាពងាយស្រួលនឹងការលួងលោមរបស់ឆេនយ៉ាងនឹងមិនបោះបង់ចោលឡើយគិតអំពីអ្វីដែលបានកើតឡើងចំពោះមុខរបស់អ្នកភ្លាមនោះហេតុអ្វីបានជាយើងមិនទៅផ្ទះមីងខ្ញុំពីរបីថ្ងៃជាមុនសិនក្រែងលោឆេនយ៉ាងមករកបញ្ហាម្ដងទៀតគាត់ជាមនុស្សដែលសង្សឹកខ្ញុំខ្លាចថាគាត់អាក្រក់សម្រាប់អ្នកកុំលាក់បាំងមិនមែនជាវិធីនោះទេតែងតែប្រឈមមុខនឹងអ្វីដែលគួរប្រឈមមុខហើយនោះជាផ្ទះរបស់ខ្ញុំហេតុអ្វីបានជាយើងគួរលាក់បាំងសិនជាទីបំផុតអ្នកត្រឡប់មកវិញហើយអ្នកមានពេលវេលាដ៏ល្អនាពេលបច្ចុប្បន្ននេះមានការហៅទូរស័ព្ទគ្មានសារតើអ្នកនៅតែមានផ្ទះនេះនៅក្នុងភ្នែករបស់អ្នកទេខ្ញុំនឹងប្រាប់អ្នកពីអ្វីអ្នកកុំប្រគល់លុយសម្រាប់ឡានកុំមកផ្ទះជាមួយខ្ញុំនឹងនៅទីនេះរាល់ថ្ងៃដើម្បីរ៉ាំងអ្នករឿងដែលគ្មានសិទ្ធិសំចញ្ញាបោកប្រាស់លុយហើយរត់គេខ្លួនហើយហ៊ានធ្វើដំណើរធ្វើបែបនេះដាក់កូនប្រុសខ្ញុំមែនទេអ្នកនៅតែមានមុខមាត់ដើម្បីត្រឡប់មកវិញគួរឲ្យអាណិតណាស់មានរឿងអ្វីកើតឡើងចំពោះខ្ញុំដែលធ្វើដំណើរជាមួយលុយរបស់ខ្ញុំតើអ្នកនឹងធ្វើអ្វីដើម្បីរ៉ាំងផ្លូវនៅទីនេះបើអ្នកមិនចេញពីផ្លូវទេខ្ញុំនឹងហៅប៉ូលីសខ្ញុំសួរអ្នកតើអ្នកបាននិយាយថាដងវ៉ូយ៉ានមិនអនុញ្ញាតឲ្យយើងចូលទៅក្នុងសហគមន៍ទេដូច្នេះហើយអ្វីបានជាអ្នកមិនអនុញ្ញាតឲ្យខ្ញុំចូលនោះជាផ្ទះរបស់ខ្ញុំជាម្ចាស់ផ្ទះវាគ្រាន់តែជាខ្ញុំនៅលើបណ្ណកម្មសិទ្ធិឈ្មោះចំនួនទឹកប្រាក់ពេញលេញមុនពេលរៀបការខ្ញុំមានសិទ្ធិសម្រេចចិត្តថាអ្នកណាចូលអ្នកកំពុងត្រួតត្រាវាជាទ្រព្យសម្បត្តិរួមហេតុអ្វីបានជាអ្នកផ្ដាច់មុខទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍អ្នករស់នៅក្នុងបន្ទប់របស់ខ្ញុំបាត់បោឡានរបស់ខ្ញុំហើយចាយលុយរបស់ខ្ញុំតើវាខ្លាចជាទ្រព្យសម្បត្តិរួមនៅពេលណានោះមិនសមហេតុផលទេកូនប្រសារស្រីបានរក្សាផ្ទះពីប្តីរបស់នាងវាមិនអីទេក្នុងការត្រូវបានបណ្តេញចេញវាជារឿងអាម៉ាស់មួយគាត់ក៏បានបង្កបញ្ហាជាមួយម្ដាយរបស់គាត់ផងដែរស៊ុនសៀវមិនបានសន្យាអ្វីទេអ្នករងចាំខ្ញុំវាមិនទាន់ចប់ទេខ្ញុំមិនអនុញ្ញាតឲ្យអ្នកទៅទេពីថ្ងៃបន្ទាប់សហគមន៍មានភាពស្ងប់ស្ងាត់ចេញយ៉ាងនឹងម្ដាយរបស់ចេញយ៉ាងមិនដែលបង្ហាញខ្លួនម្ដងទៀតទេវាដូចជាពួកគេបានបាត់ខ្លួនគ្មានសម្លេងមានតែខ្ញុំទេដែលដឹងនេះគ្រាន់តែជាភាពស្ងប់ស្ងាត់មួយរយៈខ្លីមុនពេលព្យុះវាជាភាពស្អាតមុនភ្លាមពួកគេប្រហែលជាកំពុងធ្វើអ្វីមួយដែលអាក្រក់ជាងនេះទៅទៀតដើម្បីសុវត្ថិភាពខ្ញុំបានកាត់បន្ថយការដើរលេងរបស់ម្ដាយខ្ញុំនឹងយកអីបានទាំងអស់មកវិញបន្ទាប់ពីចេញពីធ្វើការរាល់ថ្ងៃលើកដំបូងគឺត្រូវត្រឡប់ទៅផ្ទះវិញដើម្បីទៅជាមួយម្ដាយរបស់ខ្ញុំចំណាយពេលរាល់ថ្ងៃនៅផ្ទះដាំផ្កានិងស្មៅគ្រាន់តែមើលទូរទស្សន៍ស្ដាប់ល្ខោនអូប៉េរ៉ាថ្ងៃទាំងនោះស្ងប់ស្ងាត់និងមានស្ថិរភាពប៉ុន្តែខ្ញុំមិនអាចសម្រាកបានតតែសោះមានសួស្ដីអ្នកស្រីសុនត្រឡប់មកវិញឆាប់ម្ដាយរបស់អ្នកជាមួយសុភាពបុរសម្នាក់ឈ្មោះឆេននៅច្រកទ្វារសហគមន៍ចំនួនហិង្សាស្ត្រីចំណាស់បានដួលទៅលើដីគាត់និយាយថាគាត់ត្រូវបានម្ដាយរបស់អ្នករំចុះខ្ញុំបានហៅប៉ូលីសហើយរថយន្តប៉ូលីសមកដល់ហើយម្ដាយសូមអត់ធ្មត់កុំអីតើត្រូវចំណាយពេលប៉ុន្មានទើបអ្នកបើកបរមកដល់មិនយូរប៉ុន្មានបោះស្ដាំនៅផ្លូវប្រសពខាងមុខទេខ្ញុំមិនបានរុញគាត់ទេគាត់បានដួលដោយខ្លួនឯងវាមិនមែនជាខ្ញុំទេអូយចង្កេះខ្ញុំបាក់ហើយស្ត្រីចំណាស់នោះខូខើណាស់គាត់ពិតជាបានវាខ្ញុំមែនសមិទ្ធវូយេគាត់ជាអ្នករុញម្ដាយខ្ញុំចាស់ណាស់ខ្ញុំបានដួលទៅលើដីភ្លាមនៅពេលខ្ញុំចាស់ឆ្អឹងបាក់មិនអាចក្រោកឈរបានទេអ្នកត្រូវតែដាក់ទោសគាត់យ៉ាងធ្ងន់ធ្ងរការទទួលខុសត្រូវក្នុងការជួយសង្គ្រោះគាត់វាច្រើនពេកហើយមើលចុះស្ត្រីចំណាស់នេះស្មោះត្រង់ប៉ុណ្ណាហេតុអ្វីបានជាអ្នកនៅតែវាមិនប្រកបណាស់មិនថាមានរឿងអ្វីកើតឡើងទេអ្នកមិនអាចធ្វើអ្វីបរិសុទ្ធចំណាស់នោះបានទេខ្ញុំមិនមានវាទេខ្ញុំពិតជាមិនបានឮថាគ្រួសារនេះកំពុងឆ្លងកាត់ការលេងលេះគ្នាទេត្រូវតែមានចេតនាហាក់ដូចជាមនុស្សល្អខ្ញុំមិននឹកស្មានថាគាត់ខូខើយ៉ាងនេះទេខ្ញុំពិតជាមិនជឿទេខ្ញុំដឹងខ្ញុំជាម៉ាក់កុំខ្លាចអីខ្ញុំនៅទីនេះមាននរណាម្នាក់អាចធ្វើខុសចំពោះអ្នកបានទេនោះជាកូនស្រីរបស់បុរសនោះគាត់ជាអ្នកដែលបានប្រាប់ម្ដាយរបស់គាត់ឲ្យរុញម្ដាយរបស់ខ្ញុំពួកគេជាក្រុមចោរលោកក្រវៃក្មេងឆេះនៅទីនេះដើម្បីបញ្ច្រាស់ពណ៌ខ្មៅនិងខ្ញុំបានទិញឡាននោះទាំងស្រុងមុនពេលរៀបការរបស់ខ្ញុំវិញ្ញាបនបញ្ចុះបញ្ជីយានយន្តវាគេបាត់ទិញឡានកំណត់ត្រាប់ទេប្រាក់តាមធនាគារទាំងអស់គឺជាឈ្មោះរបស់ខ្ញុំវាមិនមានអ្វីទាក់ទងនឹងអ្នកទេការដោះស្រាយទ្រព្យសម្បត្តិមុនរៀបការរបស់ខ្ញុំគឺសមហេតុផលនិងស្របច្បាប់ចំពោះផ្ទះនេះវាក៏គ្រាន់តែជាឈ្មោះរបស់ខ្ញុំនៅលើបណ្ណកម្មសិទ្ធិផងដែរអំណោយពីឪពុកម្ដាយមុនពេលរៀបការអ្នក
គ្រាន់តែជាមនុស្សខាងក្រៅដែលរស់នៅក្នុងផ្ទះរបស់ខ្ញុំតើអ្នកមានសិទ្ធិអ្វីមកចង្អុលម្រាមដៃនៅទីនេះដូច្នេះវាជាអង្គទោសផ្ទះនឹងឡើងទាំងអស់ជាកម្មសិទ្ធិរបស់អ្នកដទៃសុំទោសដែលនិយាយថាទ្រព្យសម្បត្តិរួមគ្មានភាពខ្មាស់អៀនគាត់ក៏បាននិយាយកម្ដាយរបស់គាត់ទៅធ្វើបាបអ្នកដទៃដែរគ្មានសញ្ញាទេលេខកូដ1គឺលេខកូដ1យើងអាចនិយាយអំពីលុយយឺតប៉ុន្តែលើនេះវាជាការពិតមានមនុស្សជាច្រើនកំពុងមើលហើយត្រូវដោះស្រាយជាមួយវាដោយសារពីគីទាំងពីរយកប្រុសវាជាការប្រសើរក្នុងការទាញយកវីដេអូខ្លមមើលនៅច្រកចូលសហគមន៍មានកាមេរ៉ាដែលមានគុណភាពបង្ហាញខ្ពស់ទល់មុខហេតុការថតសម្លេងនិងវីដេអូនៃដំណើរការទាំងមូលការពិតនៃបញ្ហាគឺជាក់ស្ដែងភ្លាមដើម្បីកែសម្រួលការត្រួតពិនិត្យប្រញាប់ឡើងខ្ញុំនឹងធ្វើវាឥឡូវនេះហើយកូនស្រីរបស់អ្នកចេញប្រកួតលុយឡានហើយប្រកួតផ្ទះបើមិនដូច្នោះទេយើងនឹងរារាំងអ្នកជារៀងរាល់ថ្ងៃធ្វើឲ្យអ្នកមិនស្ងប់ដូច្នេះអ្នកមិនអាចចេញពីទ្វារបានទេវាគួរឲ្យខ្មាស់អៀនណាស់ក្នុងការចិញ្ចឹមកូនស្រីបែបនេះហើយរស់នៅទីនេះប្រញាប់ឡើងហើយប្រកួតអ្វីគ្រប់យ៉ាងបើមិនដូច្នោះទេយើងនឹងមិនទៅទេរារាំងអ្នកជារៀងរាល់ថ្ងៃដូច្នេះអ្នកមិនអាចចេញទៅក្រៅជារៀងរាល់ថ្ងៃបានទេប្រាប់អ្នកពីហេតុផលមួយចំនួនវាជារឿងតូចតាចវាមិនមែនជារឿងរបស់ខ្ញុំទេខ្ញុំមិនអាចគ្រប់គ្រងបានទេអ្វីដែលគាត់រៀបការហើយជាកម្មសិទ្ធិរបស់គ្រួសារយើងជប់និយាយមិនសមហេតុផលប្រញាប់ឡើងហើយគាត់ចេញវាជាកំហុសរបស់ខ្ញុំដែលឆ្លើយចំពោះអ្នកមិនហៅខ្ញុំទេមែនទេបន្ទាប់មកយើងនឹងបន្តតាមអ្នកតើអ្នកនឹងទៅណាយើងនឹងទៅណាអ្នកទិញគ្រឿងទេសយើងតាមអ្នកទៅផ្ទះយើងតាមអ្នកមើលអ្វីដែលអ្នកធ្វើមានអ្វីកើតឡើងនៅទីនោះខ្ញុំបានវីនរណាម្នាក់ស្ត្រីចំណាស់បានវីនរណាម្នាក់ខ្ញុំត្រូវគេវីដូច្នេះនេះជាអ្វីដែលអ្នកហៅថាវីមនុស្សខ្ញុំត្រូវគេវីដូច្នេះនេះជាអ្វីដែលអ្នកហៅថាវីមនុស្សគ្មានភាពខ្មាស់អៀនគាត់បានរុញមនុស្សប្រភេទនេះគឺជានាចធម្មតានោះជារឿងគួរឲ្យស្អប់ខ្ពើមហើយប៉ូលីសចាប់ខ្លួនពួកគេដាក់គុកវាពិតជាធ្វើឲ្យទស្សនៈរបស់ខ្ញុំស្រស់ថ្លាឡើងវិញតើអាចមានមនុស្សគ្មានភាពខ្មាស់អៀនបែបនេះដោយរបៀបណាតើអ្នកឃើញវាច្បាស់ទេកັບកិរិយារបស់អ្នកទាំងពីរត្រូវបានគេសង្ស័យថាកំពុងល្បាតសម្បត្តិដោយមិនត្រូវបានគេដាក់បន្ទុកឥឡូវនេះតាមយើងត្រឡប់ទៅស្ថានីយ៍ប៉ូលីសវិញសម្រាប់ការស៊ើបអង្កេតសមិទ្ធគឺជាការយកច្រឡំវាជាការយកច្រឡំទាំងអស់ម៉ាក់ខ្ញុំមិនមានបំណងទេគាត់គ្រាន់តែមានការភ័ន្តច្រឡំមួយរយៈដល់ឲ្យយើងសម្រាប់មួយរយៈលើកនេះយើងមិនហ៊ានទៀតទេខ្ញុំក៏ហើយខ្ញុំមិនហ៊ានទៀតទេសមិទ្ធខ្ញុំចាស់ពេកសម្រាប់រឿងនោះខ្ញុំក៏មានជំងឺលើសឈាមនិងជំងឺបេះដូងដែរបើអ្នកចូលអ្នកនឹងស្លាប់សូមដោះលែងយើងទៅឥឡូវខ្ញុំដឹងហើយថាខុសនោះមិនគិតពីវាពេលអ្នកដាក់ទោសម្ដាយខ្ញុំពេលអ្នកទុកម្ដាយខ្ញុំចោលនៅលើផ្លូវ highway ហេតុអ្វីបានជាអ្នកមិនគិតអំពីវាកម្មសិទ្ធិសក់ខូចមួយសម្រាប់លុយ$10ពេលធ្វើឲ្យម្ដាយខ្ញុំអាម៉ាស់ហេតុអ្វីបានជាអ្នកមិនគិតអំពីវា